ចឹងពាក្យដំបូង short short ប្រែថាទាបត្មើឧទាហរណ៍ My mother is short. She's only 1.5 meter tall. ម្ដាយរបស់ខ្ញុំទាបគាត់មានកម្ពស់ត្រឹមតែ1ម៉ែត្រកន្លះប៉ុណ្ណោះ Tall tall ប្រែថាខ្ពស់ឧទាហរណ៍ Dara is skinny and tall. Dara ស្គមហើយខ្ពស់ He is as tall as his father. គាត់ខ្ពស់ដូចឪពុករបស់គាត់ Handsome handsome ប្រែថាសង្ហាឧទាហរណ៍ ពិសិដ្ឋ is a handsome man. ពិសិដ្ឋគឺជាបុរសសង្ហា He is handsome and nicely dressed. គាត់សង្ហាហើយស្លៀកពាក់ស្អាតបាតទៀត Good looking good looking ប្រែថាស្អាតឬសង្ហាឧទាហរណ៍ My manager is a good looking and kind man. អ្នកចាត់ការឬអ្នកគ្រប់គ្រងរបស់ខ្ញុំគឺជាបុរសសង្ហាហើយចិត្តល្អទៀតផង My aunt is still good looking. មីងរបស់ខ្ញុំនៅតែស្រស់ស្អាត Cute cute ប្រែថាគួរឲ្យស្រឡាញ់ឧទាហរណ៍ Your baby is so cute. កូនអ្នកគួរឲ្យស្រឡាញ់ណាស់ My sister always look cute. អូនស្រីរបស់ខ្ញុំតែងតែមើលទៅគួរឲ្យស្រឡាញ់ជានិច្ច Pretty pretty or pretty pretty ប្រែថាស្អាតឧទាហរណ៍ ពិសី is a charming and pretty girl. ពិសីគឺជាស្រីស្អាតហើយមានមន្តស្នេហ៍ She is more pretty than her sister. នាងស្អាតជាងបងស្រីរបស់នាង Beautiful beautiful or beautiful beautiful ប្រែថាស្អាត She's so beautiful. នាងស្រស់ស្អាតខ្លាំងណាស់ I went out with a beautiful girl last night. ខ្ញុំបានទៅដើរលេងជាមួយស្រីស្អាតម្នាក់កាលពីយប់មិញ Ugly ugly ប្រែថាអាក្រក់ឬមិនស្អាត Terry was ugly when she was young. Terry មិនស្អាតទេកាលនាងនៅតូច Thida was married to an ugly man. Thida បានរៀបការជាមួយបុរសអាក្រក់ម្នាក់ឬក៏បុរសដែលមិនស្អាតម្នាក់ Fat fat ប្រែថាធាត់ឧទាហរណ៍ A fat man wears a blue shirt. បុរសដែលធាត់ពាក់អាវពណ៌ខៀវ She's fat but she's cute. នាងធាត់តែនាងគួរឲ្យស្រឡាញ់
sin sin ប្រែថាស្គម You are so thin you should eat more អ្នកឯងស្គមណាស់អ្នកគួរតែញ៉ាំឲ្យបានច្រើន skinny skinny ប្រែថាស្គមស្គាំង He is so skinny he weighs only 45 kilograms គាត់ស្គមណាស់គាត់មានទម្ងន់ត្រឹមតែ45គីឡូក្រាមប៉ុណ្ណោះ Slim Slim ប្រែថាស្រឡូនឬស្គម ឧទាហរណ៍ I wish I were as slim as her ខ្ញុំចង់បានរាងស្រឡូនដូចនាង Thida has a slim body ធីតាមានរាងស្រឡូន Young Young ប្រែថាក្មេង He is a young businessman គាត់ជាអ្នកជំនួញវ័យក្មេង A young man in jeans បុរសក្មេងស្លៀកខោខៅប៊យ Middle age Middle age ប្រែថាវ័យកណ្ដាល ឧទាហរណ៍ My brother is middle age បងប្រុសរបស់ខ្ញុំមានវ័យកណ្ដាលហើយ I will marry a middle-aged man ខ្ញុំនឹងរៀបការជាមួយបុរសវ័យកណ្ដាល Old Old ប្រែថាចាស់ ឧទាហរណ៍ My grandmother is very old. She's 90 years old now. យាយរបស់ខ្ញុំចាស់ណាស់ហើយឥឡូវគាត់មានអាយុ90ឆ្នាំហើយ The old man that you talked to yesterday was my grandfather. បុរសចំណាស់ដែលអ្នកឯងនិយាយជាមួយកាលពីម្សិលមិញគឺជាជីតារបស់ខ្ញុំ Okay, that's all everyone. ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេបាទបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like ហើយយើងនឹងទៅជួបគ្នានៅវីដេអូមេរៀនក្រោយទៀត Goodbye